ប្រទេសអ៊ីរ៉ង់ឬអាចហៅបានថា PES ដោយមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងលិចប្រទេសនេះមានព្រំប្រទល់ជាប់ជាមួយប្រទេសអាមេរីនីនិងអាសែបៃសង់នៅទីប៉ែកជួរខាងជើងជាប់សមុទ្រកាស្ពីនភាគឦសានជាប់នឹងប្រទេសទូកមេនីឋានខាងកាយជាប់អាហ្វហ្គានីស្ថានភាគអាហ្គេណេជាប់នឹងប៉ាគីស្ថានខាងត្បូងជាប់ឈូងសមុទ្រប៉េសនិងឈូងសមុទ្រអូម៉ង់រីឯភាគខាងលិចវិញគឺជាប់នឹងប្រទេសទូគីនិងអ៊ីរ៉ាក់ប្រទេសអ៊ីរ៉ង់បានគ្រប់ដណ្ដប់លើផ្ទៃដីសរុប 1,648,195 គីឡូម៉ែត្រការ៉េនិងមានប្រជាជនចំនួន 85 លាននាក់ជាប្រទេសធំបំផុតទី2នៅតំបន់មជ្ឈិមបូព៌ាក្រោយអារ៉ាប៊ីសាអូឌីតនិងជាប្រទេសដែលមានទំហំធំបំផុតទី6ប្រចាំទ្វីបអាស៊ីទីក្រុងតេហេរ៉ង់គឺជារដ្ឋធានីនិងទីក្រុងធំបំផុតរបស់ប្រទេសមួយនេះស្របពេលកំពុងរងការវាយប្រហារជំទាស់ពីមហាអំណាចអាមេរិកអ៊ីស្រាអែលនិងប្រទេសមួយចំនួនទៀតអ៊ីរ៉ង់នៅតែបន្តអាចវាយបកវិញយ៉ាងចាស់ដៃលើមូលដ្ឋានទ័ពអាមេរិកនិងសម្ព័ន្ធមិត្តនានាដូចនេះយើងមកដឹងពីប្រទេសមួយនេះទាំងអស់គ្នាថាប្រទេសអ៊ីរ៉ង់មានភូមិសាស្ត្រនយោបាយបែបណានិងសេដ្ឋកិច្ចបែបណាចំណុចទី1ប្រវត្តិនិងទីតាំងភូមិសាស្ត្រអ៊ីរ៉ង់ជាផ្លូវការគឺសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺជាប្រទេសធំមួយនៅមជ្ឈិមបូព៌ានៅអាស៊ីខាងលិចដែលមានប្រវត្តិយូរអង្វែងដែលលាតសន្ធឹងត្រឡប់ទៅពាសបុរាណទីក្រុងតេហេរ៉ង់គឺជារដ្ឋធានីនិងទីក្រុងធំបំផុតរបស់ខ្លួនចំនួនប្រជាជនសរុបរបស់ប្រទេសនេះមានប្រហែល90លាននាក់កាលប៉ាន់ស្មានឆ្នាំ2024-2025ចំនួនប្រជាជនអ៊ីរ៉ង់មានវ័យក្មេងដោយមានសមាមិកសំខាន់ក្រោមអាយុ30ឆ្នាំអ៊ីរ៉ង់គឺជាទីកន្លែងកំណើតនៃអารយធម៌ដ៏ឆ្នើមមួយនៅលើពិភពលោកដោយចាប់ផ្ដើមជាមួយនគរអ៊ីឡាមតូចៗនៅក្នុងសហសវត្សរ៍ទី4មុនកសនគរទាំងនោះត្រូវបានបង្រួបបង្រួមជារដ្ឋតែមួយឈ្មោះថា Medes នៅក្នុងសតវត្សរ៍ទី7មុនកសហើយនៅក្នុងសតវត្សរ៍ទី6មុនកសចក្រភព Achaemenid ក៏និមិត្តឡើងនិងត្រូវបានគេចាត់ទុកថាជាមហាអំណាចពិភពលោកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រចក្រភពមួយនេះក៏ដួលរលំទៅវិញនៅក្នុងសតវត្សរ៍ទី4មុនកសនិងបានបែកបាក់ជារដ្ឋអេលីនីស្ទិកតូចៗការបះសបោជានិយមបានផ្ទុះឡើងនៅក្នុងសតវត្សរ៍ទី3មុនកសហើយចក្រភពបាធាក៏បានលេចឡើងរួចបានស្នងបន្តដោយចក្រភពសាសានីសនៅក្នុងសតវត្សរ៍ទី3នៃកសពួកអារ៉ាប់មូស្លីមបានចូលត្រួតត្រាលើចក្រភពមួយនេះនៅក្នុងសតវត្សរ៍ទី7ដែលនាំឲ្យមានអ៊ីស្លាមនិយមនៅក្នុងតំបន់ក្រោយមកអ៊ីរ៉ង់បានក្លាយជាមជ្ឈមណ្ឌលចម្បាំងនៃវប្បធម៌និងការរៀនសូត្រអំពីសាសនាអ៊ីស្លាមហើយសិល្បៈអក្សរសាស្ត្រទស្សនវិជ្ជានិងស្ថាបត្យកម្មរបស់វាបានសាយភាយទៅពាក់ពេញពិភពមូស្លីមក្នុងរយៈពេល2សតវត្សរ៍បន្ទាប់រាជវង្សអ៊ីស្លាមជាបន្តគ្នាបានលេចរូបរាងឡើងនិងបានដួលរលំទៅវិញមុនពេលត្រូវពួកសេលជុកទ័កនិងម៉ុងហ្គោលចូលមកត្រួតត្រានៅសតវត្សរ៍ទី15ជនជាតិដើមសេហ្វេវីតបានស្ដារឡើងនៅរដ្ឋបង្រួបរួមនិងអត្តសញ្ញាណជាតិអ៊ីរ៉ង់វិញហើយបានបរិវត្តប្រទេសទៅកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតប្រទេសអ៊ីរ៉ង់បានក្លាយជាមហាអំណាចពិភពលោកម្ដងទៀតនៅក្រោមរជ្ជកាលរបស់ណាដែរសាក្នុងអំឡុងសតវត្សរ៍ទី18ក៏ប៉ុន្តែនៅក្នុងសតវត្សរ៍ទី19ឥទ្ធិពលអ៊ីរ៉ង់បានធ្លាក់ចុះវិញបន្ទាប់ពីបាត់បង់ទឹកដីមួយចំនួនរបស់ខ្លួនទៅរុស្ស៊ីនៅដើមសតវត្សរ៍ទី20អ៊ីរ៉ង់បានឆ្លងកាត់បដិវត្តន៍រដ្ឋធម្មនុញ្ញប៉ែកកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើជាតូបនីយកម្មវិស័យប្រេងឥន្ធនៈហ្វូស៊ីលពីក្រុមហ៊ុនលោកខាងលិចបាននាំឲ្យមានរដ្ឋប្រហារអង់គ្លេសអាមេរិកនៅឆ្នាំ1953ហើយអំណាចត្រូវធ្លាក់ក្រោមរាជានិយមទាំងស្រុងចំណែកឯឥទ្ធិពលនយោបាយលោកខាងលិចក៏បន្តកើនឡើងលើដើមបន្ទាប់ពីបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ1979របបសាធារណរដ្ឋអ៊ីស្លាមថ្មីក៏បានប្រកាសឡើងដោយរូហូឡាកូមេនីដែលត្រូវជាមេដឹកនាំកម្ពុជាដំបូងបង្អស់របស់អ៊ីរ៉ង់រដ្ឋាភិបាលអ៊ីរ៉ង់គឺប្រកាន់លទ្ធិទេវ៉ាធិបតេយ្យអ៊ីស្លាមដែលមានលក្ខណៈជាប្រព័ន្ធប្រជាធិបតេយ្យប្រធានាធិបតេយ្យនិយមដោយសិទ្ធិអំណាចខ្ពស់បំផុតត្រូវស្ថិតនៅក្រោមមេដឹកនាំកម្ពុជាទាំងស្រុងដែលមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់គឺលោកអាលីខាមេនេលោកអាលីខាមេនេត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងការធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយរបស់អាមេរិកកាលពីថ្មីនេះរដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបានគេចាត់ទុកថាជារដ្ឋាភិបាលផ្ដាច់ការនិងថែមទាំងបានទាក់ទាញសេចក្តីរិះគន់ជាច្រើនលើករណីរំលោភបំពានសិទ្ធិមនុស្សនិងសេរីភាពជនស៊ីវិលដូចជាការបង្ក្រាបបណ្ឌិកម្មមហាជនដោយប្រើប្រាស់អំពើហិង្សាការបោះឆ្នោតជាតិប្រព្រឹត្តទៅដោយអយុត្តិធម៌និងសិទ្ធិស្ត្រីនិងកុមារមានការកំណត់ជាដើម ចំណុចទី
ប្រព័ន្ធសេដ្ឋកិច្ចប្រទេសអ៊ីរ៉ង់ជាប្រទេសមួយដែលស្ថិតនៅក្បែរអារ៉ាប៊ីសាអូឌីតជាងគេតើសេដ្ឋកិច្ចរបស់ប្រទេសមួយនេះពឹងផ្អែកទៅលើអ្វីខ្លះសេដ្ឋកិច្ចអ៊ីរ៉ង់មានភាពចម្រុះប៉ុន្តែទទួលឥទ្ធិពលយ៉ាងខ្លាំងពីប្រេងនិងអ៊ូស្ម៉ាន់ពលគឺមួយភាគធំនៃសេដ្ឋកិច្ចរបស់អ៊ីរ៉ង់គឺបាំងមកពីធនធានអ៊ូស្ម៉ាន់ធម្មជាតិនិងប្រេងឆៅប្រទេសនេះមានសេដ្ឋកិច្ចធំជាងគេបំផុតមួយរបស់ពិភពលោកទាក់ទងនឹងអំណាចទិញនិងសម្បូរទៅដោយធនធានអ៊ីដ្រូកាបូនប្រហែល 10% នៃប្រេងរបស់ពិភពលោកនិងប្រហែល 15% នៃទុនបម្រុងអ៊ូស្ម៉ាន់រចនាសម្ព័ន្ធសេដ្ឋកិច្ចរួមចំណែកគ្នានៅផែនការកណ្ដាលភាពជាម្ចាស់កម្មសិទ្ធិរបស់រដ្ឋជាពិសេសផ្នែកថាមពលកសិកម្មឧស្សាហកម្មសេវាកម្មនិងសហគ្រាសឯកជនសេវាកម្មគឺជាវិស័យធំបំផុតរួមចំណែកផលិតផលខុនសសរុបបន្ទាប់មកគឺឧស្សាហកម្មរួមទាំងផលិតកម្មនិងរ៉ែនិងកសិកម្មចំណុចទី3ប្រព័ន្ធសាសនាប្រជាជនអ៊ីរ៉ង់ភាគច្រើនបានប្រកាន់សាសនាផ្លូវការនិងសាសនាភាគច្រើនសាសនាអ៊ីស្លាមគឺជាសាសនាផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ប្រជាជនអ៊ីរ៉ង់ភាគច្រើនលើលបគឺជាមូស្លីមសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត12គឺជាសាខាលេចធ្លោដែលធ្វើឲ្យប្រទេសអ៊ីរ៉ង់ក្លាយជាប្រទេសដែលមានប្រជាជនភាគច្រើនជាមូស្លីមធំជាងគេមូស្លីមស៊ុននីគឺជាជនជាតិភាគតិចក្នុងចំណោមប្រជាជនមូស្លីមហើយមានទំនោរកើតមានច្រើនក្នុងចំណោមក្រុមជនជាតិភាគតិចមួយចំនួនឬនៅក្នុងតំបន់ជាក់លាក់ចំណុចទី4វិស័យយោធាប្រទេសអ៊ីរ៉ង់ជាប្រទេសដែលមានប្រព័ន្ធយោធាចំណាត់ថ្នាក់លេខ14ក្នុងចំណោម145ប្រទេសយោងតាមការវាយតម្លៃរបស់គេហទំព័រ Global Firepower សម្រាប់ឆ្នាំ2024និង2025អ៊ីរ៉ង់មានចំនួនកងទ័ពសកម្មនិងកងទ័ពបម្រុងច្រើនសន្ធឹកសន្ធាប់សរុបប្រហែលជាង1 លាននាក់រាប់បញ្ចូលទាំងឆ្មាំបដិវត្តអ៊ីស្លាម IRGC ទោះបីជាមានចំណាត់ថ្នាក់ខ្ពស់លើចំនួនទ័ពប៉ុន្តែអ៊ីរ៉ង់នៅមានកម្រិតលើផ្នែកកម្លាំងទ័ពអាកាសយន្តហោះចម្បាំងភាគច្រើនមានសេរីចាស់ៗបើធៀបនឹងប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិករុស្ស៊ីឬចិនប៉ុន្តែអ៊ីរ៉ង់ត្រូវដល់គេទទួលស្គាល់ថាមានឃ្លាំងផ្ទុកមីស៊ីលបាលីស្ទិកធំជាងគេបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ាទោះបីជាកម្លាំងទ័ពអាកាសរបស់អ៊ីរ៉ង់នៅមានកម្រិតតែពួកគេបានងាកការអភិវឌ្ឍនៅដ្រូនជំនួសវិញដែលដ្រូនដែលផលិតដោយអ៊ីរ៉ង់មានសមត្ថភាពខ្ពស់និងមានតម្លៃសមរម្យអ៊ីរ៉ង់ត្រូវដល់គេចាត់ទុកថាជាមហាអំណាចដ្រូនមួយក្នុងកម្រិតពិភពលោកដោយសារតម្លៃផលិតទាបតែមានប្រសិទ្ធភាពខ្ពស់មិនតែប៉ុណ្ណោះអ៊ីរ៉ង់ក៏មានប្រព័ន្ធមីស៊ីលបាលីស្ទិកឃ្លាំងក្លាប់មីស៊ីលធំជាងគេនិងចម្រុះបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ាក្នុងនោះមានមីស៊ីលជាច្រើនប្រភេទតែជាមីស៊ីលបាញ់ចម្ងាយឆ្ងាយវាមានសមត្ថភាពអាចបាញ់បែកចម្ងាយចាប់ពី300គីឡូម៉ែត្ររហូតដល់ជាង2000គីឡូម៉ែត្រអាចបាញ់ដល់អ៊ីស្រាអែលនិងផ្នែកខ្លះនៃទ្វីបអ៊ុរ៉ុបភាពសុក្រិតនៃមីស៊ីលនេះជាប្រភេទបច្ចេកវិទ្យាមីស៊ីលជំនាន់ក្រោយរបស់ពួកគេដូចជាប្រភេទ Fateh Muradov ឬ Zolfaga មានកម្រិតលំអៀងតិចតួចបំផុតដែលធ្វើឲ្យវាមានគ្រោះថ្នាក់ខ្លាំងដល់គោលដៅយុទ្ធសាស្ត្រកាលពីពេលថ្មីៗនេះអ៊ីរ៉ង់បានប្រកាសពីការផលិតមីស៊ីល Fateh ដែលពួកគេអះអាងថាអាចហោះក្លងរបឿនលឿនជាងសម្លេងខ្លាំងរហូតដល់ប្រព័ន្ធការពារអាកាសភាគច្រើនមិនអាចស្ទះចាប់បាន